DIY ជាមួយខ្ញុំជាមួយនឹងការក្រុងខ្សែធ្វើជាប្រដាប់ព្យួរក្តារអនាម័យនៅក្នុងបន្ទប់ទឹកតោះយើងរៀនធ្វើទាំងអស់គ្នាណាជាដំបូងយើងមានខ្សែមានកងមូលរបស់យើងមានឈើជាមួយនឹងក្របដែលយើងយកមក DIY ជាមួយនឹងខ្សែរបស់យើងជាដំបូងយើងធ្វើការវាស់វាសិនដែលយើងយកຂະຫນາດ30រួចហើយយើងចាប់ផ្ដើមធ្វើការក្រងខ្សែនេះយើងវាស់វាយកវែងម្ខាងខ្លីម្ខាងចាយើងធ្វើការវាស់ពីខ្សែមកយើងចាប់ផ្ដើមធ្វើការក្រងយើងធ្វើការក្រងចោលរហូតដោយដែលខ្ញុំបាននៅក្នុងវីដេអូហ្នឹងណាយើងក្រងយកប្រវែង20សង់ទីម៉ែត្រយើងធ្វើការទុកចន្លោះចាអញ្ចឹងបាន20ហើយគឺយើងធ្វើការទុកចន្លោះរក្សាគម្លាតរបស់វាដើម្បីយើងធ្វើការទុកកន្លែងចុងខ្សែរបស់យើងនេះយើងរៀងដកឃ្លាពីការក្រងមិញយើងក្រងរៀងញឹកប៉ុន្តែដល់កន្លែងនេះយើងត្រូវទុកចន្លោះយើងដកឃ្លាវាបន្តិចមករួចហើយយើងចាប់ផ្ដើមធ្វើការក្រងបន្តទៀតប៉ុន្តែចង់បញ្ជាក់ថាការក្រងម្ដងទៀតគឺយើងធ្វើការក្រងខ្វែងគ្នាយើងក្រងខ្សែម្ដងឆ្វេងម្ដងស្ដាំដោយសារមិញហ្នឹងគឺយើងយកមកតែខាងឆ្វេងអញ្ចឹងយើងបត់ខ្សែមកខាងស្ដាំម្ដងឲ្យវាចេញមកផ្សេងខុសពីម៉ូតដែលយើងក្រងហ្នឹងណាយើងក្រងបានរៀងល្មមហើយយើងធ្វើការចូលឈើមកវាស់ចាអញ្ចឹងយើងឃើញថាវាស់ទៅវាអូខេហើយយើងក៏ចាប់ផ្ដើមធ្វើការយកអាខ្ទុយខ្សែរបស់យើងដែលនៅសល់ហ្នឹងបត់វាមកចាក់ចូលក្នុងចន្លោះដែលយើងទុកហ្នឹង
គ្នាអញ្ចឹងយើងធ្វើការពាត់ដូចមិនរហូតដល់ប្រហែលដែលយើងចង់បាន20 cm ហ្នឹងបងចំពោះវីដេអូនេះបងរៀងយូរបន្តិចហើយដោយសារតែយើងធ្វើការថតបង្ហាញពីចំណុចមួយឲ្យបានច្បាស់លាស់ដើម្បីឲ្យបងអ្នកដែលមើលវីដេអូនេះយកទៅរៀនបានវាពិតជាល្អមែនតើសម្រាប់អ្នកដែលចូលចិត្ត DIY ដូចខ្ញុំការ DIY នេះវាមិនត្រឹមតែជួយឲ្យយើងមានចំណេះដឹងប្លែកនៅក្នុងការធ្វើរបស់ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃប៉ុន្តែវាជួយដល់ផ្លូវចិត្តរបស់យើងដែរគឺពីមុនមកអាចថាខ្ញុំមានចំណាយពេលនៅក្នុងការមើលទូរស័ព្ទប៉ុន្តែយើងមើលទៅលើអីមួយដែលអត់ប្រយោជន៍ចាអត់បានជាចំណេះដឹងដល់យើងអញ្ចឹងខ្ញុំក៏ងាកមកមើលអីដែលវារៀងមានប្រយោជន៍មានជាចំណេះដឹងហើយយើងអាចរកចំណូលបានទៀតព្រោះខ្ញុំធ្វើការក្រុងនេះគឺមានភ្ញៀវគាត់កំងយកទៅដាក់តាមផ្ទះឬក៏នៅតាមហាងកាហ្វេគាត់មួយចំនួនដែរព្រោះវាចំណេញមែនតើបើយើងទិញប្រដាប់ដាក់ព្យួរក៏ដែរជាទូទៅដែលគេលក់តាមផ្សារគឺវាមានតម្លៃថ្លៃហើយបើសិនជាយើងដូរមកការទិញរបស់បែបនេះដាក់ដេក័រតាមហាងកាហ្វេតាមបន្ទប់ទឹកឬមិនថាតាមសន្តាគារមួយចំនួនពួកខ្ញុំឃើញបរទេសគឺគាត់ជួយចិត្តដេក័រតាមប្រភេទផ្ទះលំហែនៅតាមតំបន់សមុទ្រឬក៏អីចឹងគឺឃើញគាត់ដាក់ច្រើនដេក័រពីការក្រងអំបោះហ្នឹងហើយហួសកន្លែងការមើល Facebook ចំណាយពេលអញ្ចឹងខ្ញុំក៏គិតថាខ្ញុំងាកមកមើលវីដេអូអីដែលវាមានជាចំណេះដឹងល្អៗដល់ខ្ញុំក៏បានស្រាវជ្រាវទៅលើការ DIY ធ្វើរបស់ផ្សេងអញ្ចឹងវាជួយដល់ផ្លូវចិត្តយើងមួយដែរដែលយើងអត់ចំណាយពេលមើលព័ត៌មានអត់ប្រយោជន៍ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងអញ្ចឹងយើងងាកមកមើលអីដែលជាចំណេះដឹងរួចហើយអាចរកចំណូលបានថែមទៀតព្រោះខ្ញុំមានភ្ញៀវគាត់កំងដូចខ្ញុំបាននិយាយមុនអញ្ចឹងមានភ្ញៀវគាត់កំងយកទៅដាក់តាមហាងកាហ្វេឬក៏ប្រើប្រាស់នៅតាមផ្ទះគាត់អញ្ចឹងទៅព្រោះខ្ញុំឃើញថាហាងកាហ្វេមួយចំនួនគាត់រៀងសេវបាត់ចិត្តកន្លែងហ្នឹងគាត់អត់បានធ្វើកន្លែងព្យួរក៏ដែរគាត់ដាក់กระดาษហ្នឹងនៅលើឡាបូលេងដៃអញ្ចឹងกระดาษវាកន្លែងឡាបូលេងដៃគឺវាសើមអញ្ចឹងធ្វើឲ្យកระดาษយើងវាសើមវាខូចវាខាតកន្លែងហ្នឹងមកតង់ទៀតទៅអញ្ចឹងបងមានហាងកាហ្វេជាវតាមហ្នឹងយកទៅដាក់ព្យួរនៅក្នុងបន្ទប់ទឹកយើងគឺស្អាតប្លែកភ្នែកទៀតចាអញ្ចឹងនិយាយយើងធ្វើចិត្តហើយអញ្ចឹងបងដែលចង់រៀន DIY អាចធ្វើការចុច follow នៅក្នុង page របស់ខ្ញុំហើយខ្ញុំក៏មានបង្កើតជា YouTube ផងដែរនៅក្នុងការបង្ហាញជាវីដេអូនឹងតាមដានទាំងអស់គ្នារៀងវែងឆ្ងាយទៅទេតែកុំភ្លេចទេបងក៏រៀនធ្វើទាំងអស់គ្នាហើយបើសិនជាបងចង់ធ្វើហើយពិបាកនៅក្នុងការរកសម្ភារៈនៅក្នុងការធ្វើអាចតាក់ទងមកខ្ញុំបានគឺខ្ញុំមានហើយខ្ញុំអត់យកលក់ចំណេញអីទេដើម្បីឲ្យបងយកទៅរៀនធ្វើទាំងអស់គ្នាគឺខ្ញុំយកថ្លៃដើមនៅក្នុងការខ្ញុំចំណាយកំងមកពីក្រៅហើយមួយវិញទៀតនិយាយអត់តាន់អស់របស់របរមួយចំនួនដូចជាឈើឥឡូវពីមុនខ្ញុំកំងមកពីចិនប៉ុន្តែឥឡូវគឺខ្ញុំកំងយើងប្រើជាអាស័យរបស់យើងណាគឺខ្ញុំតាក់ទងអ៊ំគាត់នៅខាងស្រុកខ្ញុំឲ្យគាត់ជួយធ្វើជាឈើដើម្បីយើងយកមកធ្វើយើងអត់ចំណាយថវិការបស់យើងទៅទិញពីក្រៅស្រុកមកទេអញ្ចឹងយើងជួយដល់សេដ្ឋកិច្ចគ្រួសារគាត់មកតង់ទៀតដែលគាត់អាចរកចំណូលបានថែមតិចតួចគាត់មានអាស័យនៅតាមផ្ទះគាត់អីគាត់អាចកាប់យកមកលក់ឲ្យយើងបាន
ចំពោះការតាមដានវីដេអូកុំភ្លេចចូលចុច follow និង like ផងណា